OK តោះសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូ guideline ទាក់ទងទៅនឹង academic writing skill មានន័យថាសៀវភៅ writing សម្រាប់អង់គ្លេសទូទៅអញ្ចឹងណា OK តោះតើក្នុងសៀវភៅនេះយើងមានcontent អ្វីខ្លះតោះសូមចាប់ផ្ដើមទាំងអស់គ្នានេះគឺជាសៀវភៅទី1គឺ academic writing skill គឺ sentence structure paragraph OK basic essay advanced essay ហើយតម្លៃគឺមាននៅក្នុងនឹងទាំងអស់អញ្ចឹងណានឹងហើយនេះ15 16 17និង18អញ្ចឹងណាយើងដឹងស្រាប់ហើយ yeah word ដាក់ចូលគ្នាបង្កើតបានទៅជា sentence អូខេហ្នឹងហើយអញ្ចឹងយើងសរសេរតទៅនឹង sentence structure ឲ្យបានត្រឹមត្រូវអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅពេលដែល sentence ផ្គុំចូលគ្នាច្រើនគឺបង្កើតបានទៅជា paragraph អូខេនេះគឺសៀវភៅនេះគឺយើងផ្ដោតទៅលើ paragraph អញ្ចឹងណាហ្នឹងហើយអញ្ចឹង paragraph គុំបញ្ចូលគ្នាបង្កើតបានទៅជា essay ហ្នឹងហើយ essay ហ្នឹងមូលដ្ឋានគ្រឹះរបស់ essay យ៉ាមានលក្ខណៈ short essay អញ្ចឹងទៅអញ្ចឹងណាហ្នឹងហើយ essay ខ្នាតតូចឬក៏ខ្លីអញ្ចឹងទៅអញ្ចឹងណាអូខេបន្តមកទៀតគឺយើងនឹងសិក្សាចំណុចចុងក្រោយគឺ advanced essay ឬក៏ essay ជាប្រភេទវែកអញ្ចឹងណាឬក៏ជា research essay អញ្ចឹងណាតោះឥឡូវនេះគឺយើងចាប់ផ្ដើមអូខេទាំងអស់គ្នាអូខេថាតើរបៀប payment យើង pay តាមណាខ្លះសម្រាប់អ្នកភ្នំពេញគឺយើង pay direct pay direct ហ្នឹងមានន័យថាម៉េចមានន័យថាគឺយើងដឹកសភៅដល់ទីកន្លែងបន្ទាប់មកចាំ pay នៅក្នុងក៏បានដែរអញ្ចឹងណាហ្នឹងហើយអាហ្នឹងគឺ pay direct មានថាសភៅដល់ដៃចាំ pay អូខេសម្រាប់អ្នកភ្នំពេញហើយក៏យើងអាច pay តាម KHQR ABA Aclida ឬក៏ Wing ឬក៏ផ្សេងជាដើមអញ្ចឹងណាអូខេអានេះគឺសម្រាប់អ្នកភ្នំពេញ បើសម្រាប់អ្នកខេត្តវិញគឺយើងសូមធ្វើការ payment តាម KHQR ឬក៏ ABA ឬក៏ Aclida ឬក៏ Wing ជាដើមអញ្ចឹងណាបន្ទាប់ពីយើងធ្វើការផ្ញើ payment ហើយឬក៏ផ្ញើលុយមកហើយខាងយើងនឹងផ្ញើសភៅតាមឡានទៅឲ្យអញ្ចឹងណាអូខេតោះឥឡូវនេះគឺយើងចាប់ផ្ដើមថាតើនៅក្នុងសភៅនឹងមានលក្ខណៈពិសេសអីខ្លះអញ្ចឹងសភៅ Academic Writing Skill យើងនឹងទទួលសភៅបានជា hard copy មានន័យថាទទួលបានសភៅជា hard copy free delivery អញ្ចឹងមានន័យថាទាំងអ្នកភ្នំពេញទាំងអ្នកខេត្តគឺដឹកជញ្ជូនដោយឥតគិតថ្លៃទាំងអស់អញ្ចឹងណាហ្នឹងហើយទាំងអ្នកភ្នំពេញទាំងអ្នកខេត្តហើយយើងនឹងបានទទួលអូខេវីដេអូបង្រៀននៅក្នុងសភៅអញ្ចឹងមានន័យថាគ្រប់សភៅនីមួយៗគឺមានវីដេអូបរៀននៅក្នុងនឹងទាំងអស់អញ្ចឹងណាហើយវីដេអូបង្រៀនពន្យល់ជាភាសាខ្មែរនិងអង់គ្លេសអញ្ចឹងមានន័យថាគឺយើងអានអង់គ្លេសឲ្យហើយបន្តមកទៀតគឺយើងបញ្យល់ជាខ្មែរឲ្យទៀតដើម្បីអូខេឲ្យគ្នាយើងងាយស្រួលក្នុងការសរសេរងាយស្រួលក្នុងការ follow តាមអញ្ចឹងណាបន្តមកគឺងាយស្រួលរៀននៅខ្លួនឯងអញ្ចឹងណាហ្នឹងហើយអញ្ចឹងមានន័យថាវីដេអូមួយច្បាស់ហ្នឹងហើយបញ្យល់អូខេបែប detail អញ្ចឹងណាតោះនេះគឺជាលេខទូរស័ព្ទរបស់ខ្ញុំនិងសម្រាប់កំងអូខេយើងដាក់លេខទូរស័ព្ទនិងទីតាំងមកខាងយើងនឹង process order ជូនអញ្ចឹងណាតោះឥឡូវនេះយើងទៅមើល content របស់វាទាំងអស់គ្នាអញ្ចឹងណាអញ្ចឹង content ទី1គឺ sentence structure អញ្ចឹងណានឹងហើយជាសម្រាប់យើងចង់មើល detail សូម scope វីដេអូហ្នឹងទៅហើយយើងមើល detail ទៅអញ្ចឹងណាហ្នឹងហើយអូខេនេះគឺជា content សម្រាប់អូខេ sentence structure អូខេ scope វីដេអូទៅមើល detail ទៅអញ្ចឹងណាអូខេនេះគឺជាអូខេ content detail សម្រាប់paragraph អូខេហ្នឹងហើយនេះបន្ទាប់មកអូខេនេះគឺជាអូខេcontent សម្រាប់ basic essay ហ្នឹងហើយហើយមួយចុងក្រោយគឺជា content សម្រាប់advanced essay អញ្ចឹងណាហ្នឹងហើយអញ្ចឹងគ្រប់អូខេចំណុចបើយើងចង់មើល detail scope វីដេអូទៅហើយយើងមើលទៅអញ្ចឹងណាអូខេតកតទៅទៅនឹងវីដេអូ guideline អូខេ academic writing skill សូមសន្មតថាចប់ខ្ញុំ IELTS Cambodia Tutorial សូមអរគុណសូមជម្រាបលា